រឿងយានជំនះនាភ្លើងនិងព្រះបុត្រាចៃវរ្ម័នកូនត្រូវហ្វឹកហាត់ឲ្យខ្លាំងក្លាជាងនេះទៀតនគររបស់យើងពឹងបរិកលើកូនបាទព្រះបិតាទូលបង្គំនិងព្យាយាមមេថ្មបអ៊ីនទ្រីខ្មៅកំពុងគំរាមកំហែងដល់សន្តិភាពនៃនគរយើហើយតើត្រូវធ្វើដូចម្ដេចទៅព្រះបិតាមានតែយានជំនិះនាគភឿងបុរាណមួយគត់ដែលអាចជួយយើងបានវាជារឿងព្រេងតាំងពីបុរាណកាលយានជំនិះណាក់ភ្លើងគិតក្នុងចិត្តខ្ញុំត្រូវតែស្វែងរកយានជំនិះនាគភឿងនោះខ្ញុំត្រូវតែការពារប្រជារាស្ត្ររបស់ខ្ញុំសូមគោរពលោកតាអ៊ីសីទូលបង្គំមកស្វែងរកការណែនាំដើម្បីស្វែងរកយានជំនិះនាគភ្លើងចិត្តបរិសុទ្ធនឹងដឹកនាំផ្លូវកូនអើយផែនទីនេះនឹងបង្ហាញផ្លូវអង្គបៈនេះនឹងការពារកូនទៅតាមបេះដូងកូនអរគុណលោកតាអ៊ីសីទូលបង្គំនឹងមិនធ្វើឲ្យលោកតាខកបំណងឡើយខ្សឹបខ្ញុំនឹងត្រឡប់មកវិញដោយជាជំនះឯងមិនអាចខ្វាត់ខ្ញុំបានទេអូសូមអរគុណអ្នកក្លាហានអ្នកបានជួយជីវិតខ្ញុំហើយមិនអីទេព្រះនាងតើព្រះនាងមានរបួសត្រង់ណាទេខ្ញុំក៏កំពុងស្វែងរកយានជំនិះនាគភ្លើងដែរនគររបស់ខ្ញុំក៏កំពុងរងគ្រោះដែរអញ្ចឹងតើយើងគួររួមដំណើរជាមួយគ្នាទេវាមានន័យថាពេលព្រះច័ន្ទរួមជាមួយផ្កាយផ្លូវលាក់កំបាំងនឹងលេចឡើងពិតជាអស្ចារ្យណាស់ព្រះនាងធីតាមិនគួរឲ្យជឿសោះនេះវាជាប្រាសាទនៃអណ្ដាតភ្លើងវាពិតជាស្រស់ស្អាតលើសពីការរំពឹងទុករបស់យើងតាអ្នកសមនឹងទទួលបានថាមពលនៃនាគភ្លើងដែរឬទេយើងមកទីនេះដោយចិត្តស្មោះនិងដើម្បីការពារនគរសូមអនុញ្ញាតឲ្យយើងឆ្លងកាត់វាគឺយានជំនិះនាគភ្លើងវាស្រស់ស្អាតខ្លាំងណាស់ខ្ញុំនឹងមិនបោះបង់ឡើយព្រះអង្គម្ចាស់ជ័យវរ្ម័នកំពុងឈ្មោះទំនាក់ទំនងជាមួយវាកាន់តែលឿនជាងនេះព្រះអង្គម្ចាស់ខ្ញុំចាប់ផ្ដើមយល់ហើយវាពិតជាអស្ចារ្យមែននគរនេះនឹងក្លាយជារបស់ខ្ញុំគ្មានអ្នកណាអាចបញ្ឈប់ខ្ញុំបានទេព្រះជាម្ចាស់អើយតើជ័យវរ្ម័ននៅឯណាអ៊ីនទ្រីខ្មៅឯងនឹងមិនអាចបំផ្លាញនគរនេះបានឡើយក្មេងឡងឯងមិនអាចឈ្នះអំណាចរបស់ភ្នំបានទេជ័យវរ្ម័នកូនបានជួយសង្គ្រោះយើងទាំងអស់គ្នាហើយកូនពិតជាវីរបុរសពិតប្រាកដព្រះអង្គម្ចាស់ជ័យវរ្ម័នយូរអង្វែងយើងនឹងកសាងនគរយើងឲ្យកាន់តែរុងរឿងនិងមានសន្តិភាពជានិច្ចញញឹមយ៉ាងកក់ក្ដៅជឿងជឿលើអ្នកព្រះអង្គម្ចាស់ជ័យវរ្ម័ន